សូមជូនរឿងក្របបីនិងខ្លុយឫស្សីកាលពីព្រេងនាយមានក្មេងប្រុសម្នាក់ឈ្មោះគិរីរស់នៅក្នុងភូមិដាច់ស្រយាលមួយជារៀងរាល់ថ្ងៃគិរីជិះក្របីជាទីស្រឡាញ់របស់គេឈ្មោះរំដួលទៅកាន់វាលស្មៅបៃតងខ្ចីពួកគេជាមិត្តល្អនឹងគ្នាណាស់ថ្ងៃមួយគិរីបានឮសំឡេងខ្លុយយ៉ាងពីរោះចេញពីក្នុងភូមិវាជាសូរខ្លុយរបស់ព្រឹទ្ធាចារ្យម្នាក់ដែលផ្លុំបានយ៉ាងជំនាញគិរីមានបំណងប្រាថ្នាចង់ផ្លុំខ្លុយឲ្យពីរោះដូចចាស់ព្រឹទ្ធាចារ្យដែរដោយក្តីទៅស៊ូគិរីបានស្វែងរកឫស្សីម្យ៉ាងហើយយកមកដាប់ធ្វើជាខ្លុយដោយខ្លួនឯងទោះបីជាមិនសូវជំនាញតែគេព្យាយាមយ៉ាងខ្លាំងខ្លុយរៀបចំរួចរាល់គិរីក៏ចាប់ផ្ដើមផ្លុំវាសំឡេងខ្លុយនោះមិនពីរោះទេគឺសូរខ្លោខ្លាំងនិងមិនចូលចង្វាក់សោះគិរីចាប់ផ្ដើមខឹងគេមិនឮសំឡេងពីរោះដូចដែលគេចង់បានគេព្យាយាមផ្លុំឲ្យកាន់តែខ្លាំងនិងកាន់តែលឿនសំឡេងនោះធ្វើឲ្យរំដួលដែលកំពុងស៊ីស្មៅយ៉ាងអស្ចារ្យវាមិនចូលចិត្តសំឡេងខ្លាំងនិងលឿនបែបនេះទេនៅទីបំផុតរំដួលក៏រត់បាត់ទៅគិរីឈរមើលមិត្តសម្លាញ់រត់បាត់ដោយក្តីភ្ញាក់ផ្អើលពេលនេះគិរីនៅម្នាក់ឯងគេស្ដាយក្រោយយ៉ាងខ្លាំងដែលធ្វើឲ្យមិត្តសម្លាញ់ភ័យខ្លាចទឹកភ្នែកហូរស្រក់មកលើខ្លុយរបស់គេគិរីមិនព្រមបោះបង់គេចាប់ផ្ដើមដើររករំដួលនៅក្នុងព្រៃភ្នំដ៏អាតកំបាំងគេហៅឈ្មោះរំដួលមិនដាច់ពីមាត់នៅក្នុងរូងភ្នំមួយគិរីបានជួបនឹងតាប្រុសដែលកំពុងអង្គុយតាប្រុសញញឹមយ៉ាងស្រទន់ទៅកាន់ក្មេងប្រុសគិរីនិទានរឿងទាំងអស់ឲ្យតាប្រុសស្ដាប់តាប្រុសញញឹមហើយពោលថាចៅអើយដើម្បីផ្លុំខ្លុយឲ្យពីរោះចៅត្រូវស្ដាប់សំឡេងធម្មជាតិចូលចៅស្ដាប់ខ្យល់បក់និងជំហានជើងសត្វគិរីធ្វើតាមសម្ដីរបស់តាប្រុសគេអង្គុយយ៉ាងស្ងៀមស្ងាត់គេចាប់ផ្ដើមឮសំឡេងស្លឹកឈើប៉ក់និងសំឡេងសត្វចាប់ច្រៀងពេលត្រឡប់មកវិញគិរីសាកល្បងផ្លុំខ្លុយម្ដងទៀតប៉ុន្តែលើកនេះគេផ្លុំវាដោយសន្សឹមនិងទន់ភ្លន់សំឡេងខ្លុយដ៏ពីរោះឮទៅដល់ត្រចៀករំដួលវាងើបក្បាលឡើងដោយក្តីភ្ញាក់ផ្អើលដោយក្តីសប្បាយរំដួលដល់មកតាមសំឡេងខ្លុយវាមិនខ្លាចទៀតទេព្រោះសំឡេងនេះទន់ភ្លន់ណាស់គិរីនិងរំដួលជួបគ្នាវិញហើយគិរីផ្លុំខ្លុយដោយក្តីអត់ធ្មត់និងសេចក្តីស្រឡាញ់មិត្តសម្លាញ់ទាំងពីររស់នៅជាមួយគ្នាដោយក្តីសុខត្រៀងទៅ